មិត្តភ័ក្តិឬក៏មនុស្សយើងតែងតែចង់បានមនុស្សល្អចំណីអាហារក៏ដូចគ្នាដែរចំណីអាហារគឺជារបស់ដែលចូលទៅក្នុងពោះរបស់យើងហើយវាគឺជាកត្តាមួយគឺជាផ្នែកដ៏សំខាន់មួយដែលនាំឲ្យយើងនេះមានសុខភាពល្អឬក៏មិនល្អនិយាយកាត់វាធ្វើឲ្យយើងនេះវាគឺជាផ្នែកមួយដែលនាំឲ្យយើងនេះអាយុវែងឬក៏អាយុខ្លីដូច្នេះការជ្រើសរើសយកចំណីអាហារគឺជារឿងដ៏សំខាន់និងចាំបាច់មួយសម្រាប់ពួកយើងទាំងអស់គ្នាសម្រាប់ខ្ញុំជាមួយនឹងគ្រួសារខ្ញុំជ្រើសយកកាហ្វេខ្ញីខ្មៅឬក៏ស្រឡាយផលិតផលខ្ញីខ្មៅវាគឺជាអាហារប្រចាំគ្រួសារឬក៏ជាកល្យានមិត្តសម្រាប់ខ្ញុំវាពិតជាល្អញ៉ាំហើយគឺស្រួលខ្លួនមែនទែនសុខភាពល្អប្រសើរច្រើនជាងមុនឆ្ងាយបើនិយាយអំពីគីឡូរបស់ខ្ញុំគឺចុះម្ដងបន្តិចជិតដល់គីឡូស្តង់ដារដែរហើយ